អ្នកគ្រូលោកគ្រូនឹងអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាចាយើងបាត់ទេហើយយើងក៏អាចអធិដ្ឋាននិយាយទៅកាន់ព្រះយេស៊ូវដោយផ្ទាល់ខ្លួនយើងដែរយើងចាប់បានហើយយើងនិយាយប្រាប់ព្រះយេស៊ូវព្រះអង្គនឹងជួយយើងតាមពេលវេលារបស់ព្រះអង្គព្រះអង្គនឹងស្ដាប់ការអធិដ្ឋានរបស់យើងវិអំពាវនាវរបស់យើងបងប្អូនអរគ្នាចូលស្វែងអនាគតរបស់បងប្អូនអរគ្នាទៅកាន់ព្រះយេស៊ូវព្រះអង្គនឹងដឹកនាំព្រះអង្គនឹងដឹកនាំបងប្អូនអរគ្នាឲ្យបងប្អូននេះបានរីកចម្រើននៅក្នុងប្រវត្តិមានរបស់ព្រះអង្គក្តីស្រឡាញ់របស់ព្រះអង្គការការពាររបស់ព្រះអង្គព្រះពររបស់ព្រះអង្គ ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសុខុតសម្រាប់អំពើបាបរបស់យើងខ្ញុំព្រះអង្គសូមជួយដល់ទូបង្គំយើងខ្ញុំដែលឈរនៅទីនេះក្មេងៗដែលឈរនៅទីនេះឲ្យពួកគេបានដឹងថាព្រះយេស៊ូវព្រះអង្គទ្រង់សុខុតសម្រាប់ពួកគេហើយទ្រង់ក៏រស់ឡើងវិញសម្រាប់ពួកគេផងដែរព្រះអង្គក៏ដឹងថាទ្រង់ឈាមនៃអនាគតរបស់ក្មេងៗដែលនៅទីនេះសូមព្រះអង្គបានដឹកនាំឲ្យពួកគេបានមានភាពវៃរីកចម្រើននៅក្នុងព្រះគុណរបស់ផងទ្រង់ហើយសូមព្រះអង្គបានការពាររាល់ដំណើរជិះចូលរបស់ពួកគេការរស់នៅរបស់ពួកគេការសិក្សារបស់ពួកគេសូមឲ្យពេញដោយព្រះពរដែលមកអំពីផងទ្រង់អរគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលព្រះអង្គឲ្យយើងខ្ញុំបានជួបជុំគ្នាហើយយើងខ្ញុំបានដឹងថានៅក្នុងព្រះយេស៊ូវគ្រីស្ទយើងខ្ញុំជាគ្រួសារតែមួយបាត់យើងខ្ញុំទទួលជឿព្រះអង្គតែមួយយើងខ្ញុំអរព្រះគុណទ្រង់យើងខ្ញុំថ្វាយពេញថ្វាយកម្មវិធីបន្តទៀតនេះថ្វាយទៅព្រះអង្គសូមទ្រង់បានដឹកនាំយើងខ្ញុំអធិដ្ឋានដែលអរព្រះគុណទូលសូមនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន